បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍មួយដែលខ្ញុំបានទៅសម្រាប់អីជុំគ្នាជាមួយនឹងមិត្តភ័ក្តិនៅឆ្នេរសមុទ្រកោងកាងបាទដែលឆ្នេរសមុទ្រកោងកាងនេះដែរគឺស្ថិតនៅភូមិដំណាក់ចំបក់សង្កាត់អូរកាសាក្រុងកែបខេត្តកែបដែលមានតាមបណ្ដោយផ្លូវជាតិលេខ 33A បងប្អូនទីនោះគឺមានសម្រស់ស្រស់ស្អាតមានទេសភាពសមុទ្រនិងព្រៃធម្មជាតិដ៏ស្រស់បំព្រងបងប្អូនជួយចិត្តធម្មជាតិមានខ្យល់ត្រជាក់លះប៉ះនឹងមុខប៉ះនឹងដៃយើងនៅគួរឲ្យជួយចិត្តនោះដែលលាយឡំជាមួយនឹងសំឡេងនៃសមុទ្រនៃរលកអូនអាចមកទីនេះបានបងប្អូនបាទខ្ញុំសូមណែនាំឲ្យបងប្អូនរីករាយជាមួយនឹងម្ហូបមាត់ឆ្ងាញ់ដែលមានតម្លៃសមរម្យមាននឹងដូចជាក្តាមហើយនឹងងាវផងដែរបងប្អូនដែលមានហើយចំពោះមុខម្ហូបផ្សេងគឺនៅទីនោះគឺគាត់អត់ទាន់មានកន្លែងចម្អិនអីធំដុំទេតែយើងអាចឡើងមកខាងលើបន្តិចគឺមានភោជនីយដ្ឋានឆ្នេរសមុទ្រកោងកាងសម្រាប់ទទួលបងប្អូនដែលបងប្អូនចង់ហូបអាហារបែបផ្សេងច្រើនមុខបងប្អូនបន្ទាប់ពីរៀបរាប់បានក្បោះក្បាយទូទ្រុសហើយក៏មកដល់កន្លែងចតឡានល្មមបងប្អូនពួកខ្ញុំគឺមានគ្នាតែ5នាក់អញ្ចឹងចាប់ដើមធ្វើដំណើរដល់ជើងម្ដងបាទអញ្ចឹងតំណគ្នាចាប់ចែងជួយបានគ្នាហើយគាត់ហើយយីវ៉ាន់គាត់មានតែគ្រឿងហូបចុកតិចតួចនេះគឺបានខ្ញុំបាទខ្ញុំធ្ងន់ដែរនេះអញ្ចឹងយើងចាប់ដើមចែកគ្នាយកទៅបាទបងប្អូននៅបន្តនេះឃើញមានមេឃភ្លៀងតក់បាទពិតជា fresh មែនទេបងប្អូនតែចំណាយដែរគឺអត់មកលើហ្នឹងបើមកលើហ្នឹងអត់មាន fresh ឲ្យកើតទេបាទបងប្អូនយើងកុំភ្លេចថាយើងចូលទៅលេងទៅក្នុងជួយទិញអីវ៉ាន់គាត់ពីកង្កៅផងព្រោះអីនៅនេះបងប្អូនយើងលក់គឺលក់សម្រាប់តាមបងប្អូនយើងទៅសទេហើយអត់មានអ្នកដំណើរអីផ្សេងពីមកទិញដល់នេះទេចឹងគឺលក់សម្រាប់គ្នាយើងទៅដើរលេងហ្នឹងជួយយើងអានទៅណាតាមប្រាប់មកគ្រាប់តបមកហ៎គិតតែមើលកំខ្វល់រឿងលុយកាក់លេងសមុទ្រលេងដំដុំហ្នឹងគេអាំងហ៎គេអាំងទៅដល់ទៅច្រើនហ៎ដល់នេះបើគេដែរគេមិនឲ្យលុយទឹកចូលអត់ទឹកចូលមកមានហូបគាត់ដៃកាន់នេះដល់មកដល់ចូលទៅក្នុងហើយបាទរីឯព្រៃកោងកាងធម្មជាតិនៅក្បែរនោះវិញគឺមានគឺជាកន្លែងល្អសម្រាប់ដើរលេងលំហែកាយថតរូបលេងតាមអ្វីដែលបងប្អូនចូលចិត្តជាអនុស្សាវរីយ៍ផងដែរបងប្អូនដោយសារតែបរិយាកាសទីនោះគឺមានលក្ខណៈស្ងប់ស្ងាត់ប៉ុន្តែមានលក្ខណៈសំឡេងធម្មជាតិបែបរលកព្រិចជាមួយនឹងអាហារបែបធម្មជាតិឆ្ងាញ់ដែលយើងធ្វើអាចបងប្អូនអាចធ្វើមកពីផ្ទះក៏បានឬមួយក៏យើងអាចដើម្បីឲ្យអ្នកលក់នៅទីនោះគឺបានកម្រៃដែរយើងអាចជួយទិញគាត់បានដូចជាយើងអាចធ្វើឲ្យគាត់ធ្វើងាវឆាក្តាមស្ងោរអីចឹងទេបងប្អូនបើសិនជាបងប្អូនកំពុងតែស្វែងរកកន្លែងទស្សនាកម្សាន្តបែបនេះបងប្អូនអាចសាកល្បងមកលេងឆ្នេរសមុទ្រកោងកាងនេះបានបងប្អូនបាទទីតាំងគឺដូចខ្ញុំនិយាយប្រាប់ខាងលើគឺនៅបានរៀបរាប់នៅខាងលើហើយតែខ្ញុំសូមបន្ថែមតិចទៀតគឺបងប្អូនអាចមកអង្គុយលេងនៅទីនេះអាចចាប់ពីម៉ោងថ្ងៃរសៀលអីទៅវាស្រួលបងប្អូនមកលេងអញ្ចឹងទៅព្រឹកក៏មកលេងបានដែរប៉ុន្តែគ្រាន់តែអ្នកលក់នៅទីនេះគាត់ថ្ងៃតិចរសៀលតិចធម្មតាអ្នកដើរលេងគាត់ដឹងថាស្ទង់ថាគេចូលចិត្តដើរលេងនៅម៉ោងប្រហែលបងប្អូនអញ្ចឹងរសៀលអីទៅយើងអាចយើងមកសម្រាប់អញ្ចឹងអ្នកលក់ក៏គាត់ចាប់ដើមលក់ដែរអញ្ចឹងយើងអាចមកក្នុងរសៀលប៉ុន្តែយើងមិនអាចនៅតំបន់ព្រៃកោងកាងហ្នឹងយប់ជើបានទេយើងអាចនៅត្រឹមម៉ោង8កន្លះទៅ9បងប្អូនអញ្ចឹងទីនោះគឺមានសុវត្ថិភាពទេដោយសារមានកាមេរ៉ាគេដាក់ហើយនឹងមានបងប្អូនយើងមាននៅទីនោះច្រើនដែរបងប្អូនចំពោះសុវត្ថិភាពវិញគឺមិនអីទេបងប្អូនអាចទៅទស្សនាលេខបាននឹងអាចដល់ត្រឹមម៉ោង9ម៉ោង8បានបងប្អូនបាទបងប្អូនផ្លូវដែលយើងធ្វើដំណើរថ្មើរជើងនេះយើងចូលទៅប្រហែលជាចូលតรง7-200ម៉ែត្របងប្អូនហើយ7-200ម៉ែត្រឬក៏200ម៉ែត្រហ្នឹងគឺទៅដល់ឆ្នេរសមុទ្រហើយចឹងបងប្អូនសូមទស្សនាវីដេអូនេះនៅសកម្មភាពផ្ទាល់ដែលខ្ញុំមិនបានរៀបរាប់បន្ថែមទៀតទេបាទសូមអរគុណណាស់
Giống vậy đi. Ủa bọc to rồi. Chìm. Nghe chưa? Nó ca tay không biết. Chết nó. Dạ này. À các bạn đây không? Ở đây bối cảnh. Thầy bọn mày rồng mày đá không? Mày rồng mày đá thà đi. Ngon này. Ồ. Ôi tiền tiệm ếm nè. Ồ, hà hà. Rương nhiều. Namun wah namun bang giống như bạch trong lưới ấy này, ai nuôi nó cho đấy. Đi không tốt này nữa. Coi vậy mà ngồi vàng lắm, coi to đây hồ bán nữa. Anh sắp cái đủ. Phải là thôi đó.